អ្នកដែលដឹងបានដឹងអ្នកដែលមិនដឹងនៅតែមិនដឹងអស់មួយជីវិតអញ្ចឹងហើយបានជាស្រុកខ្មែរយើងអាប្រវត្តិសាស្ត្រវាចេះតែស្លាប់ទៅតាមខ្មោចឲ្យតែមានអ្នកចេះដឹងរឿងរ៉ាវអីច្រើនហ្នឹងស្លាប់ទៅបាត់ទៅហើយអត់មានអ្នកណាកោះកកាយអាប្រវត្តិសាស្ត្រចេញពីឯកសាររស់អញ្ចឹងយកមកទៅសេទេវាស្លាប់ទៅបាត់ទៅបើអ្នកដែលដឹងបានដឹងអ្នកមិនដឹងនៅតែមិនដឹងអញ្ចឹងក្មេងជំនាន់ក្រោយវានៅតែមិនដឹងអញ្ចឹងអាហ្នឹងដែលគួរស្ដាយសុំឲ្យក្មេងជំនាន់ក្រោយហ្នឹងកុំស្រឡាញ់ណាយពេកស្រឡាញ់នៅគុណភាពនៃការងារណាស្រឡាញ់នៅកិត្តិយសស្រឡាញ់នៅគេឈ្មោះវាប្រសើរជាងមុខតំណែងឬក៏អំណាចពីព្រោះខ្ញុំមើលឃើញជរាពាតឲ្យធ្វើការរហូតដល់ស្លាប់នេះខ្ញុំមានភាពអាណិតអាសូរបើតែឃើញអបនាយករដ្ឋមន្ត្រីឃើញរដ្ឋមន្ត្រីប៉ុន្តែខ្ញុំអាណិតអាសូរគាត់ហើយអាសូរដល់កូនគាត់ហេតុអីបានមានសមត្ថភាពមានស្ដុកស្ដំឲ្យទុកឪពុកម្ដាយខ្លួនឯងធ្វើការងាររហូតដល់ជរាពាតរហូតដល់ស្លាប់ហេតុអីបានមិនទុកឲ្យគាត់ដើរលេង20-30 ឆ្នាំហ្នឹងទៅស្រែទៅចកាទៅភូមិកំណើតទៅសុបាយមិននៅស្មុកស្មាញការងាររដ្ឋមិនមែនស្រួលទេការងាររដ្ឋវាស្មុកស្មាញវាជួបបញ្ហារាល់ថ្ងៃហើយអាយុខ្លីទៀតអាចណាខ្ញុំមិនទៀមទាគាត់ទេប៉ុន្តែបើបានដើរលេងដូចជនជាតិជប៉ុនអីគេដើរលេងទៅហូបនំបញ្ចុកម្ដងគេពាត់ជុំចិត្តឆៃយើងមើលហូបមួយចានហើយគេមើលជុំវិញហ្នឹងខ្មែរ